ឧស្សាហជាតិគិរីរម្យជាឧស្សាហជាតិដែលទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាលដោយសារតំបន់នេះមានដើមស្រល់ជាច្រើនដ៏ជាជួរផ្ដល់ជាម្លប់យ៉ាងត្រជាក់ហើយរុក្ខជាតិទាំងឡាយមានភាពរីកស្រស់គ្រប់រដូវព្រមទាំងមានទេសភាពធម្មជាតិខៀវស្រងាត់លាយឡំជាមួយនឹងផ្កាព្រៃចម្រុះពណ៌ជាច្រើនដែលធ្វើឲ្យភ្ញៀវទេសចរទៅលេងកម្សាន្តហូរហែមិនចេះជឿនណាយថ្ងៃនេះយើងសូមលើកយកលក្ខណៈពិសេសរបស់ឧទ្យានជាតិគិរីរម្យដែលធ្វើឲ្យទីនេះក្លាយជាតំបន់អេកូទេសចរណ៍ដ៏ពេញនិយមមួយគិរីរម្យជាឧទ្យានជាតិដំបូងគេបង្អស់នៅកម្ពុជានៅឆ្នាំ1950ព្រៃគិរីរម្យត្រូវបានចេញព្រះរាជក្រឹត្យដែលជាព្រៃរដ្ឋនិងគ្រប់គ្រងដោយនាយកដ្ឋានគង្គានិងរុក្ខាប្រមាញ់ចាប់ពីឆ្នាំ1960គិរីរម្យបានក្លាយជាកន្លែងទេសចរណ៍ដែលមានភ្ញៀវទេសចរថ្នាក់ជាតិនិងអន្តរជាតិសំខាន់ៗជាច្រើនបានមកទស្សនកិច្ចដូចជាលោកលូចៅជឺប្រធានាធិបតីចិនលោកស៊ូកាណូប្រធានាធិបតីឥណ្ឌូនេស៊ីលោកអឹកនាទូប្រធានាធិបតីប៊ុលហ្គារីអាកាសធាតុត្រជាក់ស្ទើរគ្រប់រដូវគិរីរម្យស្ថិតនៅជួរភ្នំដែលមានរយៈកម្ពស់ខ្ពស់ជាហេតុធ្វើឲ្យអាកាសធាតុត្រជាក់ស្ទើរគ្រប់រដូវអាកាសធាតុបែបនេះហើយជាអំណោយផលដល់រុក្ខជាតិព្រៃស្រល់ដោះពាសពេញកំពូលភ្នំបង្កើតបានជាទេសភាពកាន់តែទាក់ទាញមិនត្រឹមតែប៉ុណ្ណោះវាក៏បានបង្កើតបរិយាកាសពិសេសហាក់បីដូចលោកអ្នកកំពុងរស់នៅអឺរ៉ុបសន្តិសុខនិងសុវត្ថិភាពតំបន់អេកូទេសចរណ៍ឧទ្យានជាតិគិរីរម្យទទួលបានការរៀបចំសុខសុវត្ថិភាព24ម៉ោងដែលជាហេតុធ្វើឲ្យតំបន់នេះមានភ្ញៀវទេសចរទៅលេងមិនឈប់ឈរមិនថាយប់ឬថ្ងៃទេសភាពល្អប្រណិតលំអដោយដើមស្រល់និងធម្មជាតិស្រស់ត្រកាលទីនេះជាតំបន់ខ្ពង់រាបមួយដែលមានព្រៃឈើយ៉ាងក្រាស់ពិសេសសម្បូរទៅដោយដើមស្រល់ដោះជ្រងច្រាំងអមនឹងវាលស្មៅបៃតងខ្ចីគ្រប់រដូវកាលលាយឡំនឹងខ្យល់អាកាសយ៉ាងត្រជាក់ត្រចះត្រចង់គួរជាទីរមណីយសម្បូរទៅដោយទឹកធ្លាក់ជាច្រើនអន្លើនិងសត្វមរគីមរគាជាច្រើនប្រភេទឧទ្យានជាតិគិរីរម្យមានទឹកធ្លាក់ជាច្រើនដូចជាទឹកធ្លាក់ទី1ទឹកធ្លាក់ទី2ទឹកធ្លាក់ទី3ទឹកធ្លាក់ឆាយានិងទឹកធ្លាក់ផ្សេងៗជាច្រើនទៀតផងដែរជាប្រភពទឹកសម្រាប់បង្កើតទំនប់វារីអគ្គិសនីដំបូងគេនៅកម្ពុជាឧទ្យានជាតិគិរីរម្យគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បីក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេសកម្ពុជាហើយគិរីរម្យក៏ជារមណីយដ្ឋានដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលពីក្នុងសម័យសង្គមរាស្ត្រនិយមសូមបញ្ជាក់ថាឧទ្យានជាតិគិរីរម្យមានទីតាំងស្ថិតនៅភូមិដំរីផុតឃុំគិរីរម្យស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺមានចម្ងាយប្រហែល65គីឡូម៉ែត្រពីវិមានឯករាជ្យខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺមានសក្តានុពលទេសចរណ៍មិនចេះរីងស្ងួតទើបធ្វើឲ្យខេត្តមួយនេះអាចទាក់ទាញភ្ញៀវទេសចរប្រមាណជាង 5,000 នាក់ក្នុងមួយថ្ងៃសម្រាប់ចំណុចសំខាន់ៗក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានឧទ្យានជាតិគិរីរម្យដែលអាចធ្វើឲ្យភ្ញៀវទេសចរមកលេងមិនចេះដាច់នោះមានដូចជាទស្សនាទេសភាពព្រៃភ្នំគយគន់ថ្ងៃលិចលេងទឹកបោះជំរំឬបោះតង់ថតរូបអាពាហ៍ពិពាហ៍ញ៉ាំអាហារពិកនិចផ្សេងៗរមណីយដ្ឋានឧទ្យានជាតិគិរីរម្យមិនត្រឹមតែមានធនធានធម្មជាតិដ៏ល្អឯកប៉ុណ្ណោះទេតែក៏មានផ្លូវគមនាគមន៍យ៉ាងល្អដែលភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ទីនោះតាមម៉ូតូឬរថយន្តបានយ៉ាងងាយស្រួលរហ័សនិងចំណេញពេលវេលាទៀតផង